ក្នុងនាមជាគ្រូពេទ្យវះកាត់ម្នាក់ខ្ញុំបានជួបព្យាបាលនៅពីគ្រោះជាមួយអ្នកជំងឺជាច្រើនអញ្ចឹងសំណួរដែលគាត់សួរយើងតើការវះកាត់រួចអ្នកជំងឺអាចពិការឬដើររួចមែនឬអត់ខាងក្រោមនេះគឺជាករណីខ្លះដែលជាការវះកាត់ដែលពិបាកហើយទទួលបានជោគជ័យករណីទី1មនុស្សប្រុសអាយុប្រហែលជា30ឆ្នាំគាត់ជាកសិករអញ្ចឹងគាត់ធ្វើការធ្ងន់លីសែងធ្ងន់ចាប់ដើមឈឺចង្កេះរ៉ាំរ៉ៃប្រហែលជាមួយឆ្នាំហើយ6ខែចុងក្រោយគាត់ចាប់ដើមមានអាការៈឈឺចាក់មកជើងខាងឆ្វេងស្ពឹកពិបាកដើរឈរយូរអត់បានទេអញ្ចឹងគាត់ដើរបានឆ្ងាយទេគាត់ដើរគឺឈឺហើយចុះបើសិនជាលក្ខណៈជំងឺបែបហ្នឹងតើការព្យាបាលរបស់យើងមិនដែរលោកគ្រូជាធម្មតាករណីដំបូងយើងសង្ស័យថាគាត់ប្រហែលជាមានជំងឺគៀបសរសៃឆ្អឹងកងចង្កេះហើយអញ្ចឹងយើងក៏ឲ្យគាត់ណែនាំគាត់ឲ្យធ្វើ MRI នៅចង្កេះហ្នឹងហើយបន្ទាប់ពីធ្វើ MRI មកតើលោកគ្រូ plan ថានឹងធ្វើអីទៀតលើគាត់ករណីគាត់នេះបង្ហាញថាគាត់មានជំងឺមួយគេហៅលៀនទំនាប់ឆ្អឹងកងចង្កេះឬពាក្យបច្ចេកទេសគេហៅ lumbar disc herniation នៅកងទី4និងទី5ធំគៀបខ្លាំងសឹងតែមើលទៅសៃលែងឃើញហើយអញ្ចឹងក្នុងករណីនេះយើងបានណែនាំគាត់ឲ្យជ្រើសយកវិធីវះកាត់ដោយសារគាត់បានព្យាបាលច្រើនហើយតែអត់ធូរស្បើយទេអញ្ចឹងបានន័យថាអ្នកជំងឺប្រភេទនេះការវះកាត់គឺជាជម្រើសដែលល្អបំផុតសម្រាប់គាត់សម្រាប់គាត់ល្អបំផុតគឺជាការវះកាត់ដោយសារទី1គាត់ឈឺខ្លាំងពិបាកក្នុងការដើរសូម្បីតែគាត់ដេកក៏គាត់ឈឺដែរទី2លទ្ធផល MRI បង្ហាញថាមានការលៀនទំនាប់ឆ្អឹងខ្ចីនៅកង់ទី4ទី5ធំរហូតដល់មើលលេងចង់ឃើញសរសៃអញ្ចឹងករណីនេះបើសិនជាយើងទុកតទៅទៀតគាត់អាចនឹងមានផលវិបាកមួយគឺទន់ជើងដើរលេងរួចចុះបន្ទាប់ពីការវះកាត់ហើយតើលទ្ធផលមិនដែរលោកគ្រូក្រោយពីការវះកាត់ភ្លាមគាត់ដឹងខ្លួនបាត់ឈឺនៅសល់តិចតួចឈឺមុខរបួសនៅសល់ស្ពឹកតិចតួចដែរពីថ្ងៃក្រោយបាត់ឈឺសឹងតែទាំងអស់ហើយគាត់អាចទៅផ្ទះបានន័យថាការវះកាត់ជោគជ័យលើសពី 90% អ្នកជំងឺប្រភេទហ្នឹងអ្នកជំងឺប្រភេទនេះគឺអត្រាជោគជ័យខ្ពស់លើសពី 90% ហើយសម្រាប់ case ទី2ជា case អីដែរលោកគ្រូcase ទី2នេះជាករណីអ៊ំប្រុសម្នាក់អាយុប្រហែលជាខ្ទង់50ប្លាយប្រវត្តិគាត់ធ្វើការងារធ្ងន់ដូចគ្នាគាត់អត់សូវមានពេលសម្រាប់ធ្វើការច្រើនអញ្ចឹងគាត់ចាប់ដើមឈឺចង្កេះតិចយូរហើយតែគាត់អត់ដែលបានព្យាបាលអីទេមួយឆ្នាំចុងក្រោយគាត់ចាប់ដើមមានអាការៈថ្មីគឺឈឺចង្កេះប៉ុន្តែមានការឈឺចាក់មកជើងទាំងសងខាងមានការស្ពឹកដើរឆ្ងាយអត់បានដូចគ្នាចម្ងាយនៃការដើរបានប្រហែលជា50ម៉ែត្រគាត់ត្រូវឈប់ដើម្បីឲ្យបាត់ឈឺទើបគាត់អាចដើរទៀតបានហើយចុះបន្ទាប់ពីគាត់មកជួបខាងលោកគ្រូតើលោកគ្រូមានកម្រងថានឹងធ្វើអីលើគាត់បន្តទៀតយើងពិនិត្យគាត់ដែរយើងបានពិនិត្យជូនគាត់ហើយយើងសង្ស័យថាគាត់ប្រហែលជាមានជំងឺត្បៀតសរសៃឆ្អឹងកងចង្កេះអញ្ចឹងយើងក៏ណែនាំគាត់ឲ្យថតមកម៉ាស៊ីន MRI ដូចគ្នាអញ្ចឹងចាចុះកន្លែងហ្នឹងហេតុអីបានយើងអត់ថត scan យើងទៅថត MRI វិញលោកគ្រូដោយសារ MRI ជាគេហៅថាជា gold standard សម្រាប់អ្នកជំងឺដែលយើងសង្ស័យថាមានបញ្ហាត្បៀតសរសៃចង្កេះចុះលោកគ្រូមាន case អីដើម្បីបង្ហាញបន្តទៀតcase នេះពិសេសតិចអ្នកជំងឺភេទស្រីអាយុ60ឆ្នាំគាត់ចាប់ដើមឈឺដំបូងប្រហែលជាមួយឆ្នាំមុនអាការៈគាត់ចាប់បានដំបូងគឺស្ពឹកអត់ឈឺទេស្ពឹកខាងឆ្វេងមួយខែក្រោយមកគាត់ចាប់ដើមស្ពឹកខាងស្ដាំអញ្ចឹងស្ពឹកសងខាងហើយជា6ខែមុនគាត់មកជួបយើងគាត់ចាប់ដើមមានអាការៈទន់ខ្សោយសាច់ដុំពិបាកក្នុងការដើរអញ្ចឹងទីម្ដងការទន់នឹងខ្លាំងរហូតដល់មួយខែចុងក្រោយគាត់កម្រើកជឿអត់រួចទេអញ្ចឹងគាត់បានមកជួបយើងករណីនេះគាត់បានព្យាយាមធ្វើការស្វែងរកការព្យាបាលដែរតែអត់ធូរស្បើយទេបានន័យថាករណីរបស់គាត់នេះមកដល់ភ្លាមគឺគាត់អត់មានឈឺទេគឺគាត់ស្ពឹកបាទត្រឹមត្រូវគាត់អត់ឈឺទេគឺគាត់ស្ពឹកហើយនឹងទន់ជើងកម្រើកអត់រួចហើយបន្ទាប់ពីលោកគ្រូឃើញអ្នកជំងឺបែបនេះតើយើងគិតដល់ជំងឺអីខ្លះលោកគ្រូជាធម្មតាករណីដែលយើងគិតដំបូងប្រហែលជាអាចគិតដល់រឿងគៀបសរសៃចង្កេះហើយចាក្នុងករណីទន់សងខាងប៉ុន្តែសម្រាប់ករណីគាត់បន្ទាប់ពីយើងពិនិត្យគាត់ទៅគាត់មានអាការៈស្ពឹកតែការស្ពឹកឡើងពីចុងជើងរហូតដល់ក្បែរដើមទ្រូងគាត់ចាអញ្ចឹងករណីនេះយើងសង្ស័យថាគាត់ប្រហែលជាមានបញ្ហានៅនឹងខួរឆ្អឹងកងខ្នងមិននៅចង្កេះទេអូខេតពីនឹងមកតើយើងធ្វើអីបន្តទៀតលោកគ្រូករណីបើសិនជាយើងសង្ស័យថាមានបញ្ហាអញ្ចឹងអ្វីដែលយើងគិតដំបូងគឺជាការស្វែងរកជំងឺដុំសាច់ចាឬក៏អាចរបេងឆ្អឹងខ្នងចាអញ្ចឹងករណីនេះខ្ញុំដាច់ខាតទាមទារគឺថត MRI ថត MRI តែយើងថតពីត្រឹមណាដល់ត្រឹមណាលោកគ្រូជាធម្មតាយើងគិតទៅលើ
ឆ្អឹងកងខ្នងគឺយើងថតទៅលើឆ្អឹងកងខ្នងអញ្ចឹងឆ្អឹងកងខ្នងមាន12កង់អញ្ចឹងយើងថតឆ្អឹងកងខ្នង បានន័យថាយើងថតតាំងពីលើដល់ក្រោម ថតពីលើដល់ក្រោម ចាហើយបន្ទាប់ពីថតមកតើលទ្ធផលនៃការថតនោះបង្ហាញថាម៉េចលោកគ្រូ ករណីនេះបង្ហាញថាគាត់មានជំងឺមួយគឺដុំសាច់នៅនឹងខួរឆ្អឹងកងខ្នងនៅនឹងឆ្អឹងកងខ្នងទី1ទី2ដែលវាសកត់ទៅលើខួរឆ្អឹងខ្នងគាត់ខ្លាំងអញ្ចឹងมันគាត់អាចដើរអាចកម្រើកជើងបាន ចឹងបានន័យថាបញ្ហាធ្ងន់ធ្ងររបស់គាត់មិនមែននៅចង្កេះទេគឺនៅឆ្អឹងកងខ្នងខាងលើ នៅនឹងឆ្អឹងកងខ្នង ចុះបន្ទាប់ពីឃើញយ៉ាងហើយតើការព្យាបាលមិនដែរលោកគ្រូ ករណីនេះគឺដាច់ខាត 100% គឺវះកាត់ហើយអត់អាចព្យាបាលអីផ្សេងទេអញ្ចឹងយើងបានបញ្ជាគាត់ពីផលវិបាកពីភាពលំបាកនៃការវះកាត់នឹងជូនគាត់ក៏យល់ព្រម បានន័យថាគាត់ទទួលយកលទ្ធផលលោកគ្រូខ្ញុំសួរជាជំរឿនបន្តិចចុះការព្យាបាលនៃដុំសាច់បែបហ្នឹងតើលទ្ធផលជោគជ័យប្រហែលជាបានប្រមាណភាគរយដែរលោកគ្រូ ជាធម្មតាសម្រាប់បទពិសោធន៍ពួកខ្ញុំដុំសាច់ប្រភេទនេះជាដុំសាច់ប្រភេទ slow ទេ ចា៎ អញ្ចឹងអត្រាជោគជ័យខ្ពស់បើសិនជាការព្យាបាលទាន់ពេល បានន័យថាបើយើងវះកាត់ទាន់ពេលចំណេញសម្រាប់អ្នកជំងឺគឺគាត់អាចដើរបានវិញមកវិញ បាទត្រឹមត្រូវបើសិនជាគាត់ព្រមទទួលការវះកាត់លឿនអញ្ចឹងឱកាសនៃការជាគាត់នៅមានច្រើនអាចត្រឡប់មកវិញបាន ចុះអ្នកជំងឺនេះបន្ទាប់ពីវះកាត់ហើយតើលទ្ធផលរបស់គាត់មិនដែរលោក អ្នកជំងឺនេះគាត់បានទទួលការវះកាត់ដោយយើងវះកាត់យកដុំសាច់នោះចេញករណីពិបាកប៉ុន្តែយើងអាចធ្វើបានដោយយកដុំសាច់បានទាំងមូលតែម្ដង ចា៎ ហើយយកដុំសាច់ទៅពិនិត្យមើលទៀតក្រោយការវះកាត់ភ្លាមគាត់មានអារម្មណ៍ថាធូរលែងសូវស្ពឹកចាប់ដើមកម្រើកបានតិចនឹងម្រាមជើងគាត់រយៈពេលមួយអាទិត្យក្រោយមកគាត់ចាប់ដើមកម្រើកបានអាចលើកជើងបានមួយខែក្រោយគាត់ចាប់ដើមអាចឈរអាចអីបានដោយខ្លួនឯងក្នុង6ខែក្រោយគាត់ចាប់ដើមអាចដើរបានដោយខ្លួនឯងអញ្ចឹងអ្នកជំងឺនេះគាត់អាចឡប់ទៅធ្វើការវិញនៅខែទី9ហើយលទ្ធផលដុំសាច់គាត់វាជាដុំសាច់ slot អញ្ចឹងគាត់អត់មានអីត្រូវភ័យទៀតទេ ចាអញ្ចឹងបានន័យថាការវះកាត់វាជោគជ័យសឹងតែលើសពី 90% ព្រោះអីពេលដែលអ្នកជំងឺមកជួបលោកគ្រូហ្នឹងគឺគាត់ស្ពឹកខ្លាំងមែនទែនរហូតដល់កម្រើកជើងលែងរួចហើយជាចុងក្រោយលោកគ្រូមានអីផ្ដាំផ្ញើទៅអ្នកជំងឺរបស់យើងដែលគាត់ខ្លាចការវះកាត់ សម្រាប់ខ្ញុំក្នុងនាមជាគ្រូពេទ្យវះកាត់ម្នាក់ទី1អ្នកជំងឺត្រូវតែមកពីគ្រោះប្រឹក្សាផ្ដល់ជាយោបល់ទទួលយកការព្យាបាលពីគ្រូពេទ្យការព្យាបាលទៅលើការគៀបសរសៃឆ្អឹងកងទៅលើការត្បៀតសរសៃឆ្អឹងកងដុំសាច់នៅឆ្អឹងកងខ្នងអត្រាជោគជ័យមានខ្ពស់ដោយសារយើងទី1មានធនធានមនុស្សគ្រប់គ្រាន់មានឧបករណ៍គ្រប់គ្រាន់ការវះកាត់គឺមានបទពិសោធន៍ច្រើនឱកាសជោគជ័យខ្ពស់អញ្ចឹងសូមអញ្ជើញមកទទួលការព្យាបាលឲ្យទាន់ពេលកុំទុកដល់ធ្ងន់ទើបមកព្យាបាល